សួស្តីនៅក្នុងផ្នែកនេះយើងចូលជាមួយនឹង lesson 5 ដែរប៉ុន្តែនៅក្នុង part 2 នៅក្នុង part 1 យើងបានសិក្សាហើយជាមួយនឹង if ហើយនឹង switch case នៅក្នុង part 2 នេះយើងចូលបន្តជាមួយនឹង3មុខងារទៀតគឺ while do while ហើយនឹង for loop ដែលទាំងអស់ហ្នឹងគេហៅវាថាជា loop ហើយយើងអាចមានវិធីមួយទៀតបង្កើតជា infinite loop មានន័យថាឲ្យកូដរបស់យើងគឺ run រហូតកាលពីមុនយើង run តែម្ដងកូដឈប់ run ម្ដងកូដឈប់ប៉ុន្តែលើកនេះយើងអាច run ហើយ run ទៀត run ហើយ run ទៀតមានយើងវាយលេខទៅវាចេញវាយលេខទៅវាចេញវាយលេខវាចេញឧទាហរណ៍អញ្ចឹងយើងនឹង start ដំបូងជាមួយនឹង while loop អញ្ចឹងយើងមើលឧទាហរណ៍ដដែលយើងធ្លាប់កាលពីញ៉ាំលើកមុនហ្នឹងបើតើយើងយកលុយជាលក្ខខណ្ឌពេលហ្នឹងយើងអាចនិយាយថា while I have money I can eat deer kwai while I don't have money I cannot eat deer kwai អញ្ចឹងឲ្យតែពេលយើងមានលុយគឺយើងអាចញ៉ាំ deer kwai បានតែបើសិនជាអត់មានលុយទេគឺយើងអាចញ៉ាំ deer kwai បានពេលនេះពាក្យ while បើសិនយើងបកទៅវាមានន័យថាកំឡុងពេលកំឡុងពេលតែប៉ុន្តែនៅក្នុងកូដដូចគ្នាកំឡុងពេលហ្នឹងយើងកំឡុងពេលដែលត្រូវលក្ខខណ្ឌគឺយើងធ្វើរឿងហ្នឹងដល់ពេលខុសលក្ខខណ្ឌយើងចេញពីធ្វើរឿងហ្នឹងឥឡូវយើងមើលនៅក្នុង flow របស់ while loop analogy នេះមានន័យថាលក្ខណៈធៀប if the condition met stay in the loop បើសិនជាត្រូវលក្ខខណ្ឌគឺតែងតែនៅក្នុង loop ពាក្យថា loop ហ្នឹងគឺវាចូលទៅហើយវានៅជាប់នៅក្នុង loop ហ្នឹងរហូតពាក្យថា loop ហ្នឹងឥឡូវយើងអាចមើលនៅក្នុងឧទាហរណ៍មួយនេះយើងឃើញយើងមាន main program អញ្ចឹងកូដរបស់យើងគឺវា run ពីលើមកដល់កន្លែងហ្នឹងគឺវាជួបជាមួយនឹងលក្ខខណ្ឌ while loop អញ្ចឹងដំបូងវាសួរអ្នកទាំងអស់គ្នាពីលក្ខខណ្ឌបើសិនជាត្រូវលក្ខខណ្ឌពេលហ្នឹងគឺទាំងអស់គ្នាគឺត្រូវជាប់នៅក្នុង while loop ហ្នឹងហើយនៅក្នុង while loop ហ្នឹងតើយើងមានសរសេរកូដឲ្យយើងចេញលក្ខខណ្ឌវិញបានបើមិនអញ្ចឹងទេគឺយើងនៅជាប់ក្នុងលក្ខខណ្ឌហ្នឹងរហូតមានន័យកូដនៅជាប់ក្នុងហ្នឹងរហូតតែបើសិនជាទាំងអស់គ្នាខុសលក្ខខណ្ឌនៅក្នុងនេះយើងធ្វើឲ្យកូដរបស់យើងខុសលក្ខខណ្ឌវិញពេលហ្នឹងគឺបានវាចេញពី while loop ហ្នឹងបន្តទៅទៀតរហូតដល់ចប់កូដហ្នឹងទៅអូខេចឹងបើសិនជាកូដរបស់យើងមកពីលើមកអត់ត្រូវលក្ខខណ្ឌទេពេលហ្នឹងគឺវាមកលង while loop តាំងពីដំបូងមកវាអត់ចូលទេហើយទៅវាចេញមកខាងក្រោមតែម្ដងឥឡូវយើងមើលលក្ខណៈសរសេរ while loop គឺគេសរសេរ while កំពុងកញ្ចក់ក្នុងហ្នឹងលក្ខខណ្ឌបើសិនត្រូវគឺជាប់ក្នុង loop នេះបើអត់ត្រូវទេមកលងចេញទៅក្រៅអានេះឧទាហរណ៍ប៉ុន្តែឧទាហរណ៍នេះខ្ញុំបង្ហាញនៅក្នុងកម្មវិធីតែម្ដងទៅអញ្ចឹងនេះឧទាហរណ៍របស់យើងគឺយើងមាន main function ណាដំបូងឡើយខ្ញុំបង្កើត variable មួយហើយយើងឲ្យគេ enter number អញ្ចឹងទៅបន្ទាប់មកគឺយើងឲ្យគេវាយតម្លៃពី keyboard អញ្ចឹងបើសិនជាករណីគេវាយលេខហ្នឹងតូចជាង10គឺយើងជាប់នឹងនេះយើងដាក់ថា you are trapped ណែជាប់ហើយតែទៅយើងឲ្យគេវាយម្ដងទៀតនេះ number នឹងដដែលអូខេបើសិនជាអត់ឲ្យគេវាយម្ដងទៀតទេគឺអត់មានលក្ខខណ្ឌដែលយើងអាចចេញពី loop រួចទេតោះតែយើងទុកឱកាសឲ្យគេវាយអញ្ចឹងទៀតទើបបានគេវាយធំជាង10ទៅឬស្មើ10ទើបបានចេញពី loop នឹងបានលក្ខខណ្ឌដែលត្រូវចូលក្នុង loop គឺរៀងរាល់ពេលទូចជាង10ឃើញទេ number តូចជាង10ឲ្យតែ number នេះតូចជាង10គឺយើងនៅជាប់ក្នុង loop នឹងរហូតដំបូងគឺចូលលើកទី1នេះគឺយើងសួរដើម្បីឲ្យចូលក្នុង loopនៅពេលដែលចូលក្នុង loop ហើយបើសិន number នៅទៅតូចជាង10ទេគឺនៅជាប់ក្នុង loop ចឹងរហូតតតែ number ស្មើឬក៏ធំជាង10ទើបបានយើងចេញមកក្រៅវិញដាក់ពាក្យថា goodbye មួយហើយកូដរបស់យើងចប់តែប៉ុណ្្នឹងឥឡូវខ្ញុំ run កូដនេះនេះ enter number ឥឡូវខ្ញុំ enter លេខ3 you are trapped enter number again លេខ4 you are trapped លេខ9 you are trapped រហូតដល់ខ្ញុំដាក់លេខឧទាហរណ៍លេខ12អញ្ចឹង enter goodbye អានេះលក្ខណៈ while loop គឺបែបហ្នឹងឥឡូវយើងមើលទៅមួយចំណុចទៀតតាក់ទងទៅនឹង while loop នេះដូចគ្នាអញ្ចឹងឧទាហរណ៍នេះដូចមិនអញ្ចឹងណាមួយទៀតគឺគេហៅថា do while loop do while loop ហ្នឹងដូច while loop ដែរនិយាយទៅដូចគ្នាប៉ុន្តែ do while loop ខុសពី while loop ត្រង់ថាយើងឃើញនេះកូដរបស់ពួកយើង run អញ្ចឹងមកហើយមកដល់ចំណុច do while loop ហ្នឹងគឺវាអត់សួរលក្ខខណ្ឌទេវាចូលតែម្ដងវាចូលទៅក្នុង loop ហ្នឹងតែម្ដងហើយបានវាសួរលក្ខខណ្ឌ
បើសិនជាត្រូវលក្ខខណ្ឌនៅក្នុង loop នឹងរហូតលុះត្រាតែខុសលក្ខខណ្ឌទើបបានចេញពី loop នឹងបានអញ្ចឹងលក្ខណៈដែលធ្វើឲ្យ do while loop នឹងខុសពី while loop គឺថាយ៉ាងហោចណាស់វាចូល loop ម្ដងសិនហើយបានសួរលក្ខខណ្ឌបើសិនជាត្រូវលក្ខខណ្ឌនៅក្នុងនឹងខុសលក្ខខណ្ឌបានចេញបានអញ្ចឹងwhile loop មុនហ្នឹងយើងឃើញថាចូលមុននឹងចូលសួរសិនបើអត់ត្រូវទេអត់ឲ្យចូលទេតែបើនេះឲ្យចូលហើយបានសួរអញ្ចឹងខុសគ្នាទាំងប៉ុណ្ណឹងអូខេឥឡូវយើងមើលលក្ខណៈលុយដដែលហ្នឹងខ្ញុំ modify អានេះទៅប្រើ do while វិញអញ្ចឹង do while គឺយើងទៅសេរបៀបសរសេររបស់យើងគឺយើងសរសេរ do បន្តមក while នៅកន្ទុយនេះវិញនេះហើយ condition នៅខាងក្រោមហើយបញ្ចប់ដោយ semicolon ឥឡូវខ្ញុំ modify កន្លែងនេះខ្ញុំយកលក្ខខណ្ឌហ្នឹងមកក្រោមនេះដាក់កន្លែងនេះណាទៅបញ្ចប់ដោយ semicolon ឃើញទេចឹងកូដហ្នឹងត្រឹមត្រូវហើយអញ្ចឹងកន្លែងនេះយើងមិនបាច់ចាំមានសួរពីលើនេះទេព្រោះដោយសារអីដោយសារតែយ៉ាងហោចណាស់វាចូលម្ដងសិនអញ្ចឹងយើងលុបអានេះចោលយើងចូលម្ដងប្រាប់គេថា you are trapped នេះហើយបាន enter the number តែមិន again ណាព្រោះពីមុននេះអត់បាន enter អញ្ចឹង enter a number អូខេឥឡូវខ្ញុំរ៉ានកូដហ្នឹងអូខេនេះគេ you are trapped enter a number លេខ3 you are trapped ដដែលលេខ7 you are trapped ដដែលរហូតដល់លេខ14អញ្ចឹងទៅ goodbye ចឹងយើងឃើញ do while loop នេះបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យកូដហ្នឹងធ្វើម្ដងសិនហើយមិនចូល loop សួរហ្នឹងអានេះយើងប្រើប្រាស់ do while ជំនួសឲ្យប្រើប្រាស់ while ទៅទេករណីកូដរបស់យើងប្រើប្រាស់ជាលក្ខណៈ loop ហ្នឹងមានពីរហ្នឹង while loop ហើយចំពោះមួយទៀតគឺតកតងទៅនឹង for loop ប៉ុន្តែ for loop នេះខ្ញុំនឹងធ្វើនៅក្នុងវីដេអូក្រោយមួយទៀត